ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺយើងវិលមកវិញជាមួយនឹងការបង្ហាញអំពីដំណើរការនៃការរៀបចំងៀតគោពិសេសរបស់យើងសម្រាប់ថ្ងៃនេះហើយលើកនេះគឺកាន់តែពិសេសយើងលេងឈុតធំតែម្ដងសម្រាប់ងៀតគោគឺយើងចាប់ផ្ដើមធ្វើថ្ងៃនេះគឺ80គីឡូហើយនេះគឺជាលើកទី1ដែលយើងហ៊ានឈានទៅដល់ម្ដង80គីឡូដោយសារតែមានការគ្រប់គ្រងច្រើនហើយសម្រាប់សាច់គោរបស់យើងដោយសារជាយើងប្រើសាច់គោខ្មែរពេលខ្លះក៏មានផលលំបាកច្រើនហើយផលលំបាកមួយទៀតនោះគឺកន្លែងទីតាំងសម្ងួតតែសារបច្ចុប្បន្ននេះគឺយើងបានដោះស្រាយយើងប្រើការសម្ងួតដោយប្រើសូឡាដូច្នេះហើយគឺយើងហ៊ានធ្វើក្នុងបរិមាណច្រើនហើយបច្ចុប្បន្ននេះគឺរសជាតិងៀតគោរបស់យើងគឺមាន2រសជាតិហើយសម្រាប់រសជាតិទី1គឺរសជាតិដើមហើយរសជាតិទី2ដែលបងប្អូនកំពុងតែឃើញនេះគឺរសជាតិហឹលហោះសម្រាប់រសជាតិហឹលគឺបច្ចុប្បន្នមានការគ្រប់គ្រងច្រើនមានសន្ទុះនៃការគ្រប់គ្រងច្រើនភាគច្រើនបងប្អូនគាត់ថាឆ្ងាញ់ហើយសម្រាប់រសជាតិហឹលបើសិនជាយកទៅញ៉ាំជាមួយនឹងជាក់ឬក៏បើសិនជាបងប្អូនគាត់យកទៅញ៉ាំជាមួយនឹងជ្រក់គឺត្រូវខ្លាំងសម្រាប់បើនិយាយអំពីគុណភាពនៃសាច់គោវិញសម្រាប់សាច់គោរបស់យើងគឺយើងប្រើសាច់គោខ្មែរហើយជាប្រភេទសាច់គោស្រស់អញ្ចឹងសម្រាប់សាច់គោរបស់យើងគឺខ្ញុំធានាជូនបងប្អូនថានៅពេលដែលយើងប្រឡាក់គឺយើងអត់មានប្រើប្រភេទម្សៅក្រាមឬក៏ប្រភេទអីដើម្បីរក្សាគុណភាពរបស់វាទេអញ្ចឹងគឺយើងគ្រាន់តែលាយគ្រឿងហើយសម្រាប់ការសម្ងួតរបស់យើងវិញគឺស្តង់ដារខ្លាំងមែនតើដោយបងប្អូនអាចទៅមើលនៅក្នុងវីដេអូបានសម្រាប់ការ workshop សម្រាប់ការដែលយើងហាលសម្ងួតគឺខ្ញុំធានាជូនបងប្អូនអំពីគុណភាពនិងអនាម័យក្នុងការហាលសម្រាប់សាច់គោរបស់យើងគឺនៅថ្មីស្រស់សម្រាប់បងប្អូនដែលគាត់កំងពេលខ្លះគឺបងប្អូនដូចធ្លាប់បងប្អូនកំងហើយកំងខ្លះអត់បានផងអញ្ចឹងសម្រាប់បងប្អូនដែលគាត់កំងទុកឥឡូវនេះគឺ2-3ថ្ងៃក្រោយគឺគាត់អាចទទួលបានហើយសាច់គោនេះហើយមួយនេះគឺជាប្រភេទរសជាតិដើមសម្រាប់រសជាតិដើមនេះគឺរៀងស្រាលជាងរសជាតិហឹលបន្តិចហើយសម្រាប់បងប្អូនដែលគាត់អត់សូវចូលចិត្តហឹលដោយសារតែយើងប្រើបរិមាណម្ទេសគឺកម្រិតតិចបំផុតទោះបីជាបងប្អូនដែលគាត់អត់ចេះហឹលក៏គាត់អាចញ៉ាំបានដែរសម្រាប់រសជាតិនេះហើយសម្រាប់គ្រឿងផ្សំដែលយើងប្រើនៅនេះគឺសូម្បីតែស្ករត្នោតយើងប្រើស្ករត្នោតដែលមានប្រភពច្បាស់លាស់ជាស្ករត្នោតខ្មែរមិនមែនស្ករត្នោតលាយទេសូមបងប្អូនដឹងហើយគឺកន្លែងរបស់យើងគឺយើងធានាជូននៅតទៅនឹងគុណភាពហើយសម្រាប់បច្ចុប្បន្ននេះសម្រាប់ងៀតគោទាំងពីររសជាតិបងប្អូនគាត់អាចទទួលបានប្រូម៉ូសិនពិសេសនៅពេលដែលបងប្អូនជាវសម្រាប់ងៀតគោគឺគាត់ទទួលបានប្រភេទជ្រក់2ទី1គឺប្រភេទជ្រក់ល្ហុងហើយមួយទៀតគឺជាប្រភេទជ្រក់តគួនដែលយើងទៅបញ្ចេញថ្មីសម្រាប់ជ្រក់តគួននេះគឺយើងទៅតែថែមចាប់ពីឱកាសបុណ្យអុំទូកមកនេះទេហើយសម្រាប់ការហាលសម្ងួតរបស់យើងគឺយើងប្រើប្រភេទសូឡាបិទចិត្តហើយសម្រាប់បងប្អូនដែលគាត់បារម្ភអំពីគុណភាពគាត់អាចពិនិត្យមើលបានតទៅនឹងការហាលសម្ងួតហើយសម្រាប់ការដែលយើងហាលគឺយើងហាលរយៈពេល3ថ្ងៃប៉ុន្តែបើសិនជាបងប្អូនខ្លះក៏គាត់អត់ដល់គាត់អត់ចង់បានស្ងួតខ្លាំងគាត់អាចយកត្រឹមថ្ងៃទី2បានកម្រិតសម្ងួតរបស់យើងគឺរហូតដល់10គឺតិចបំផុតហើយសម្រាប់ងៀតគោរបស់យើងគឺធានាទាំងគុណភាពអនាម័យរសជាតិហើយមួយវិញទៀតនោះគឺជាការវេចខ្ចប់មួយដែលល្អបងប្អូនអាចរក្សាទុកបានយូរហើយអត់បារម្ភអំពីការខូចអញ្ចឹងសម្រាប់ការវេចខ្ចប់គឺយើងវេចខ្ចប់ខ្នាត2ខាំកន្លះបើសិនជាបងប្អូនជាវ1គីឡូបាន4កញ្ចប់ហើយបងប្អូនអាចទទួលបានជ្រក់ល្ហុងមកប្រអប់ធំហើយនិងជ្រក់តគួនមកប្រអប់ធំហើយជាចុងក្រោយនេះក៏សូមអរគុណដល់បងប្អូនដែលតែងតែគាំទ្រនិងតាមដានវីដេអូរបស់ខ្ញុំកន្លងមកសូមអរគុណច្រើន